នៅមុខតូបគ្រូទាយមួយកន្លែងអ្នកមីងវ័យប្រហែលជា50ឆ្នាំហ្នឹងដែលមានឈ្មោះថាមីងយឿនបានដឹកដៃក្មួយស្រីរបស់គាត់ហ្នឹងឈ្មោះថាស្រីពេជ្រហើយបើមើលទៅមុខហ្នឹងហាក់ដូចជាគ្មានប្រលឹងប្រលះសោះខ្ញុំហ្នឹងគ្រាន់តែក្រឡេកមើលនាងមួយផ្លែតហ្នឹងក៏ហ៊ានកាត់សេចក្តីថានាងហ្នឹងនឹងមិនអាចរស់រានផុត3ថ្ងៃទៀតបានឡើយមុខនឹងថ្ងាសហ្នឹងឡើងជាំខ្មៅបែបនេះពិតជាគួរឲ្យអាណិតណាស់អាយុខ្លីហើយណែឯងនិយាយស្អីហ៊ានតែនិយាយផ្ដេសផ្ដាស់ទៀតហ្នឹងខ្ញុំនឹងរើតូបរបស់ឯងនេះបោះចោលតែម្ដងនាងហ្នឹងមានស្លាកស្នាមអមនុស្សនឹងក្លិនមិនល្អតាមខ្លួននាងហើយនឹងមានក្លិនឈាមខ្មោចនឹងលាយឡំផងដែរហើយមើលទៅប្រលឹងខ្មោចនេះនឹងខូខើខ្លាំងណាស់មិនអាចទៅរួចទេស្រីពេជ្រនឹងក្មួយស្រីរបស់ខ្ញុំតាំងពីតូចមកចេះស្ដាប់បង្គាប់ឆ្លាតវៃរៀនចប់ទាំងបរិញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតទៀតផងនាងធ្វើម៉េចអាចនឹងជួបរឿងបែបនេះបានពិតឬមិនពិតអ្នកមីងនឹងសួរនាងដោយខ្លួនឯងទៅប្រសិនបើខ្ញុំទាយមិនត្រូវនោះទេខ្ញុំនឹងសុខចិត្តកាត់ដៃទាំងពីរនេះចោលយីក្មេងខ្ចីសោះសំបីតែរោមពុកមាត់នឹងក៏មិនទាន់ដោះពេញផងហ៊ានធ្វើជាគ្រូទាយទៀតឯងនេះក្លាហានណាស់អាគ្រូទាយក្មេងមើលក្មួយស្រីឯងនិយាយជាមួយអាគ្រូទាយក្មេងនេះបន្តិចមើលដៃទាំងគូរបស់វានឹងចាំមីងកាត់យកមកមីងខ្ញុំនៅពេលនោះស្រីពេជ្រនឹងហាក់ដូចជាអស់កម្លាំងទាំងស្រុងនាងផ្អែកលើស្មារបស់អ្នកមីងផូលីនឹងហត់នឿយដកដង្ហើមញាប់ថែមទាំងមិននិយាយស្ដីបានទៀតស្រីពេជ្រឯងកើតអីហ្នឹងកុំឲ្យមីងភ័យណាដោយសារតែធាតុត្រជាក់របស់បលឹងខ្មោចនោះនឹងនៅលើខ្លួននាងនឹងខ្លាំងពេកទើបធ្វើឲ្យនាងនឹងសន្លប់បែបនេះអ្នកមីងសាក់យកយ័ន្តមួយសន្លឹកនេះនឹងទៅបិទលើខ្លួននាងមើលស្រាប់តែភ្លាមហ្នឹងពេជ្រហ្នឹងក៏វិលត្រឡប់មកសភាពដើមវិញហើយផ្សែងនៅលើខ្លួនរបស់គាត់ហ្នឹងក៏បានរសាត់បាត់ទៅស្រីពេជ្រស្រាប់តែដឹងខ្លួនឡើងមកវិញហើយក្នុងខ្លួនរបស់គាត់ហ្នឹងអារម្មណ៍ត្រជាក់ហ្នឹងក៏បានបាត់ទៅស្រីពេជ្រហ្នឹងនៅញ័រខ្លួនបន្តិចនាងហ្នឹងសម្លឹងមើលលោកគ្រូលេងហើយនិយាយអរគុណដោយស្មោះថាអរគុណលោកគ្រូលេងមិនបាច់អរគុណខ្ញុំទេប្រាប់ពីស្ថានភាពរបស់អ្នកកន្លងមកឲ្យខ្ញុំស្ដាប់បន្តិចមកស្រីពេជ្រហ្នឹងទាំងទឹកភ្នែករលីងរលោងក៏ចាប់ផ្ដើមរៀបរាប់អំពីរឿងចម្លែកហ្នឹងដែលនាងជួបប្រទះឆ្នាំនេះហ្នឹងនាងទើបតែបញ្ចប់ការសិក្សាហើយកំពុងរកការងារធ្វើនាងបានកក់សន្តាគារមួយហ្នឹងដែលមានឈ្មោះថាសន្តាគារខ្មែរហ្វីមតាមអនឡាញដើម្បីស្នាក់នៅនឹងបណ្ដោះអាសន្នពេលចូលទៅដល់បន្ទប់សន្តាគារដំបូងហ្នឹងនាងមានអារម្មណ៍ថាមានក្លិនចម្លែកប៉ុន្តែហ្នឹងមិនបានគិតច្រើនឡើយក្រោយអាហារពេលល្ងាចរួចហ្នឹងនាងក៏ចាប់ផ្ដើមហាត់និយាយណែនាំខ្លួនហ្នឹងនៅមុខកញ្ចក់ពេលកំពុងតែហាត់បានពាក់កណ្ដាលហ្នឹងស្រាប់តែមានមុខស្លេកស្លាំងមួយហ្នឹងបានលេចឡើងក្នុងកញ្ចក់បបោមាត់ហ្នឹងបានញញឹមដោយភាពចម្លែកនិងព្រឺព្រួចហើយមួយសន្ទុះហ្នឹងឈាមពណ៌ក្រហមឆ្អិនឆ្អៅហ្នឹងបានស្រោចទៅលើកញ្ចក់នោះពេញតែម្ដងស្រីពេជ្រហ្នឹងគាត់ភ័យខ្លាំងពេកស្ទើរតែដាច់ខ្យល់នាងហ្នឹងបានបើកទ្វារហើយរត់ចេញទៅជួបបុគ្គលិកទទួលភ្ញៀវភ្លាមខ្ញុំចង់ដូរបន្ទប់ថ្មីសូមអភ័យទោសថ្មីនេះហ្នឹងដោយសារតែមានសិស្សហ្នឹងចូលមកស្នាក់នៅច្រើនណាស់ដូច្នេះហ្នឹងមិនមានបន្ទប់ទំនេរទៀតទេតើអ្នកហ្នឹងចង់បដូរបន្ទប់ដើម្បីអ្វីបន្ទប់ខ្ញុំមានបញ្ហាហើយកញ្ចក់ហ្នឹងគឺបែកប្រេះហើយសុទ្ធតែឈាមតើអាចជូនខ្ញុំហ្នឹងទៅមើលជាមួយនឹងអ្នកនាងបានទេអ្នកទាំងពីរហ្នឹងក៏ត្រឡប់ទៅបន្ទប់នោះវិញកញ្ចក់នោះហ្នឹងគឺនៅដដែលមិនមានស្នាមឈាមឬមានមនុស្សណាឡើយកញ្ចក់នេះនឹងមិនមានបញ្ហាអ្វីទេអ្នកនឹងប្រហែលជាព្រិលភ្នែកទេដឹងអញ្ចឹងសូមកុំបង្កបញ្ហាដោយគ្មានមូលហេតុអីខ្ញុំត្រូវទៅធ្វើការវិញហើយនៅយប់នោះដែរនាងនឹងក៏ចាប់ផ្ដើមក្តៅខ្លួនខ្លាំងហើយនាងនឹងក៏បានខកខានការទៅសម្ភាសផងដែរចាប់តាំងពីថ្ងៃនោះមកនឹងនៅលើខ្លួននាងនឹងក៏ចាប់ផ្ដើមមានក្លិនសាកសពនេះជាប់រហូតតាំងពីពេលនោះមកលោកគ្រូខ្ញុំពិតជាបានឃើញខ្មោចស្រីនោះមែនហើយមុខនោះនឹងកែវភ្នែកនោះខ្ញុំនឹងមិនអាចបំភ្លេចបានទេលោកគ្រូលេងបើមិនកំចាត់ខ្មោចស្រីនោះទេនឹងស្រីពេជ្រនឹងក្មួយស្រីរបស់ខ្ញុំនឹងប្រហែលជាមិនអាចឆ្លងផុតឧបសគ្គផ្លូវចិត្តនេះបានឡើយឥឡូវអញ្ចេះលោកគ្រូនឹងអាចទៅមើលកន្លែងកើតហេតុនេះជាមួយនឹងពួកខ្ញុំបានទេហើយថ្លៃចំណាយទាំងអស់នឹងខ្ញុំរ៉ាប់រងជាការពិតណាស់ពិតជាបានប៉ុន្តែថ្លៃចំណាយនឹងកើនឡើងទ្វេដងអរគុណហើយលោកគ្រូលុយកាក់នឹងមិនមែនជាបញ្ហានោះទេអ្នកមីងយឿនក៏បានហៅឡានស្គាល់របស់គាត់មកដល់ហើយ3អ្នកនោះនឹងបានធ្វើដំណើរឆ្ពោះទៅកាន់សន្តាគារខ្មែរហ្វីមជាមួយនឹងគ្នានៅពេលនោះនៅមុខសន្តាគារនឹងក៏មានយុវជន2នាក់ឈ្មោះថាលោកក្តីពិសិដ្ឋនិងស្រីឆយកំពុងតែបង្កភាពវឹកវរនឹងនៅពេញមុខនោះបងប្អូនទាំងអស់គ្នាជួយមើលនេះសន្តាគារនេះនឹងរកស៊ីចិត្តខ្មៅណាស់ទឹកមុតនឹងទីនេះនឹងមានជាតិពុលទៀតអ្នកទាំងអស់គ្នានឹងគួរតែឆាប់ចេញពីទីនេះទៅមួយសន្ទុះក្រោយមកនឹងលោកពិសិដ្ឋនិងកាឆយនឹងត្រូវបានសន្តិសុខនឹងចាប់អូសចេញក្រៅហើយអ្នកទាំងពីរនឹងក៏ប្រឹងរើបំប្រាស់ស្រែកខ្លាំងថាលែងពួកយើងទៅប៉ុន្មានថ្ងៃមុននឹងពួកយើងមកស្នាក់នៅសន្តាគារនេះមួយយប់ពេលត្រឡប់ទៅវិញនឹងក៏ចាប់ផ្ដើមក្តៅខ្លួនខ្លាំងរហូតមកដល់ថ្ងៃនេះនឹងក៏មិនទាន់ជាសះស្បើយនៅឡើយដោយសារតែរឿងនេះនឹងការសម្ភាសការងាររបស់ពួកយើងទាំងពីរនឹងក៏ត្រូវបានលុបចោលបាត់ហើយអ្នកគ្រប់គ្រងសន្តាគារនឹងមិនត្រឹមតែមិនអើពើទេថែមទាំងចង់ដេញពួកយើងនឹងចេញទាំងយប់ទៀតសូមបងប្អូនមើលផងទៅថ្ងៃមុខនឹងកុំស្នាក់នៅសន្តាគារនេះទៀតហាសន្តាគារខ្មែរហ្វីមនេះពិតជាគ្មានបញ្ហាអ្វីឡើយអ្នកទាំងអស់គ្នាអើយកុំជឿសម្ដីរបស់ពីរអ្នកនេះនៅក្នុង app របស់ពួកខ្ញុំនឹងព
ពួកខ្ញុំទទួលបានពិន្ទុដល់ទៅ 9.5 មែនណោះហើយអ្នកមកស្នាក់នៅទីនេះសុទ្ធតែផ្ដល់មតិល្អៗទៀតមានតែអ្នកទាំងពីរទេដែលចេះតែបង្កបញ្ហាដោយគ្មានមូលហេតុខ្ញុំនឹងបានឲ្យអ្នកទាំងពីរនឹងយកលទ្ធផលដែលពេទ្យពិនិត្យនោះយកមកឲ្យពួកខ្ញុំមើលប៉ុន្តែអ្នកទាំងពីរនឹងមិនហ៊ានយកមកទេទង្វើអ្នកទាំងពីរនឹងគឺជាទង្វើឆោបោកច្បាស់ណាស់ខ្ញុំនឹងហៅសមត្ថកិច្ចនឹងចាប់អ្នកទាំងពីរឯងទៅគ្រាន់តែឮបែបនេះភ្លាមនឹងពិសិដ្ឋហើយនឹងកាឆយនឹងរៀងស្លន់ស្លោដែរព្រោះគេនឹងពិតជាបានទៅមន្ទីរពេទ្យមែនប៉ុន្តែនឹងលទ្ធផលនឹងឆែកមិនឃើញមានជំងឺអីសោះឥឡូវអ្នកទាំងពីរនឹងព្រមទៅឬក៏មិនព្រមទៅបើមិនចឹងឯងខ្ញុំនឹងហៅសមត្ថកិច្ចនឹងមកដល់ភ្លាមនេះដោយសារតែគ្មានផុសតាងនឹងបូករួមទាំងសុខភាពនៅខ្សោយនៅឡើយកាឆយហើយនឹងលោកពិសិដ្ឋនឹងក៏បង្ខំចិត្តនឹងចាក់ចេញពីសន្តាគារនោះភ្លាមនៅពេលនោះនឹងអ្នកមីងយឿនលោកគ្រូលេងនិងស្រីពេជ្រនឹងក៏បានមកដល់មុខសន្តាគារនោះហើយក៏បានទូរស័ព្ទរាយការណ៍ទៅប៉ូលីសភ្លាមថាសន្តាគារនេះនឹងមានលក្ខសាកសពអ្នកឯងនឹងហ៊ាននិយាយបង្កាច់បង្ខូចសន្តាគាររបស់ខ្ញុំផងមានឬមិនមានហៅប៉ូលីសមកដល់នឹងគឺដឹងហើយគ្រាន់តែឮពាក្យប៉ូលីសនឹងអ្នកគ្រប់គ្រងសន្តាគារនេះនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនថាមានសាកសពឬអត់ទេនៅក្នុងសន្តាគារនេះបើដំណឹងនឹងប៉ូលីសមកត្រួតពិនិត្យនឹងត្រូវបានផ្សព្វផ្សាយចេញទៅនឹងការរកស៊ីរបស់ពួកគាត់នឹងច្បាស់ជាខាត់បងធ្ងន់ហើយដោយសារតែគាត់នឹងទើបតែកាន់តំណែងជាអ្នកគ្រប់គ្រងថ្មីគាត់នឹងមិនអាចឲ្យមានរឿងបែបនេះនឹងកើតឡើងទេអាប្អូនអើយនិយាយគ្នាសិនទៅបើមានបញ្ហាអីនឹងយើងអាចចរចាគ្នាបានការប្តឹងប៉ូលីសនឹងគឺវាមិនល្អសម្រាប់សន្តាគារទេហើយនឹងក៏មិនល្អសម្រាប់អ្នកដែរប៉ុន្តែបើបញ្ហាដែលខ្ញុំនិយាយខាងលើនេះនឹងមិនព្រមដោះស្រាយឆាប់ទេសន្តាគាររបស់អ្នកនឹងត្រូវបំផ្លាញឆាប់នេះដូចតែគ្នាទេលោកចង់និយាយពីស្អីខ្ញុំមិនសូវយល់ពីពាក្យសម្ដីរបស់លោកសោះនៅលើខ្លួនរបស់លោកនឹងក៏មានក្លិនមិនល្អដែរលោកនឹងរស់មិនបានយូរប៉ុន្មានទេនឹងคล้ายទៅជាខ្មោចជំនួសនៅទីនេះហើយតើលោកនឹងចង់មានន័យដូចម្ដេចខ្ញុំអត់សូវយល់សោះនៅលើលោកនេះពិតជាមានខ្មោចមែនឬគ្រាន់តែលោកគ្រូលេងនឹងរៀបនឹងបើកមាត់និយាយនឹងស្រាប់តែស្រីពេជ្រនឹងភ្នែកឡើងក្រហមដោយទឹកភ្នែកក៏ស្រែកយ៉ាងខ្លាំងថាមានខ្មោចពិតមែនបន្ទប់ដែលខ្ញុំស្នាក់នៅនោះគឺពិតជាមានខ្មោចហើយខ្ញុំបានឃើញផ្ទាល់ភ្នែកទៀតឈប់និយាយប្រេះផ្ដាស់ទៅនៅទីនេះនឹងអ្នកទាំងអស់គ្នានឹងជាអ្នកណាតើមកទីនេះនឹងក្នុងគោលបំណងអ្វីយើងនឹងជាអ្នកជួយជីវិតលោកហេតុអ្វីនឹងមិនឲ្យពួកយើងនឹងនិយាយអ្នកទាំងអស់គ្នានឹងមិនអាចចូលទៅខាងក្នុងបានទេក្មួយស្រីរបស់ខ្ញុំនឹងចិត្តបាត់បង់ជីវិតដោយសារតែសន្តាគាររបស់អ្នកហើយបើអ្នកនៅតែរឹងរឹងទៀតខ្ញុំមិនលើកលែងឲ្យទេមិនយូរប៉ុន្មាននឹងពួកគេនឹងក៏នាំគ្នាចូលទៅក្នុងបន្ទប់ដែលស្រីពេជ្រនឹងធ្លាប់ស្នាក់នៅបើទោះជាម្ចាស់គ្រប់គ្រងសន្តាគារនេះនឹងខាត់យ៉ាងណាក៏ដោយហេតុអ្វីបន្ទប់នេះនឹងមានខ្យល់ត្រជាក់ខ្លាំងបែបនេះបងអួចក៏បានបិទតាខ្យល់នេះមកពីណាវិញសង្ស័យប្រហែលជាខ្មោចជាអ្នកធ្វើហើយនៅពេលនោះនឹងខ្យល់នឹងក៏ចាប់ផ្ដើមបក់ខ្លាំងជាងមុនហើយភួយនឹងខ្នើយនៅលើក្រែនឹងស្រាប់តែហោះអណ្ដែតនៅក្នុងអាកាសបង្កើតបានជាទស្សនវិជ្ជានឹងដ៏គួរឲ្យរន្ធត់បំផុតគឺពិតជាមានខ្មោចពិតមែនសូមអ្នកទាំងអស់គ្នានឹងចេញទៅខាងក្រៅនឹងចាំខ្ញុំមួយសន្ទុះសិនខាងក្នុងនេះនឹងទុកឲ្យខ្ញុំនឹងជាអ្នកចាត់ការខ្ញុំបានឲ្យពួកគេនឹងចេញទៅក្រៅឲ្យបិទភ្លើងបន្ទប់យ៉ាងងងឹតអ្នកគ្រប់គ្រងសន្តាគារនោះនឹងមើលទៅភ័យខ្លាំងណាស់បានលូនទៅក្បែរមីងយឿនពុំមកក្បែរខ្ញុំពេកទៅឲ្យឆ្ងាយបន្តិចទៅលោកគ្រូយ៉ាងម៉េចហើយខ្ញុំនឹងមិនទាន់ទាំងចាប់ផ្ដើមកម្មវិធីផងខ្មោចនោះលាក់ខ្លួនបាត់ហើយគ្រាន់តែខ្ញុំនឹងហូតយន់ចេញមកភ្លាមនឹងខ្មោចស្រីនោះនឹងក៏បានប្រញាប់ប្រញាល់នឹងរួញខ្លួនចូលទៅក្រោមក្រែវិញបើន័យថារត់ហើយមែនទេខ្មោចស្រីនេះរត់ទៅបាត់ហើយមែនលោកគ្រូមិនមែនទេដំបូងនឹងគឺយើងត្រូវរកសាកសពខ្មោចស្រីនេះឲ្យឃើញសិនអញ្ចឹងលោកឯងជាអ្នកគ្រប់គ្រងសន្តាគារនេះនឹងលោកឯងនឹងមកជួយរកខ្ញុំមកហេតុអ្វីជាខ្ញុំទៅវិញលោកគ្រូនឹងមិនជីកខ្លួនឯងទៅមកកុំរអ៊ូច្រើនពេកឯងនឹងគ្រាន់តែមកជួយយើងបន្តិចបន្តួចមកបានហើយឥឡូវឯងសាក់រំកិលក្រែនេះទៅមកចំហៀងមើលបើសិនជាខ្មោចស្រីនោះចេញមកភ្លាមនឹងយើងនឹងកំចាត់ឲ្យឯងមើលភ្លាមឬបែបនេះនឹងអ្នកគ្រប់គ្រងសន្តាគារនឹងគឺកាន់តែភ័យខ្លាំងជាងមុនទៀតអ្នកគ្រប់គ្រងសន្តាគារនោះនឹងក៏បានរុញក្រែនោះចេញនឹងស្រាប់តែឃើញមានសាកសពមួយនឹងដោយស្អុយរលួយនៅក្រោមនោះពិតមែនម៉ែអើយម៉ែលោកគ្រូជួយខ្ញុំផងយ៉ាងម៉េចខ្ញុំនឹងដេកជាមួយនឹងសាកសពមកយប់ផងអូយព្រះអើយសន្តាគារនេះគឺពិតជាថោកទាបពិតមែនហ៊ានលាក់សាកសពនឹងនៅក្រោមក្រែទៀតឯងនឹងរងចាំចូលគុកទៅ